សូមស្វាគមន៍មកកាន់ Channel One Matic សួស្តីបងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាក្នុងវីដេអូមួយនេះខ្ញុំបង្ហាញពីរបៀប save ឬក៏ download image photo ផ្សេងៗចេញពី website ណាមួយដែលយើងចង់ download ដូចជា Facebook Instagram និង website រូបភាពផ្សេងៗដែលបងប្អូនត្រូវការអញ្ចឹងកម្មវិធីមួយដែលយើងយកមកប្រើថ្ងៃនេះគឺមួយនេះចឹងបងប្អូនអាចទៅរកកម្មវិធីនេះនៅលើ Google ក៏បានបងប្អូនអាចចូលនៅក្នុងlink channel Telegram ខ្ញុំខាងក្រោមវីដេអូក៏បានចឹងរបៀបប្រើគឺយើងត្រូវការតម្លើងកម្មវិធីនឹងមកបន្តមកទៀតពេលបងប្អូនតម្លើងហើយបងប្អូនអាចបើកវាយកមកប្រើប្រាស់បានហើយចឹងយើងបើកវាមករបៀបប្រើចឹងរបៀបប្រើបងប្អូនគ្រាន់តែតម្លើងហើយបងប្អូនបើកវាចឹងបន្តមកទៀតខ្ញុំឧទាហរណ៍ថាខ្ញុំចង់ download រូបថតចេញពី account មួយនៅក្នុង Instagram អញ្ចឹងបងប្អូនគ្រាន់តែ copy link ខាងលើហ្នឹងតមកទៀតយកមកផាសនៅក្នុងកន្លែង URL of image ឬក៏វីដេអូដែលបងប្អូនចង់ download អញ្ចឹងបងប្អូនអាចជា Ctrl V ឬក៏ mouse ស្ដាំយកពាក្យថា paste ប៉ុណ្ណឹងបងប្អូនចាប់ផ្ដើម search ជាកន្លែងសញ្ញាព្រួយពណ៌បៃតងនឹងមកចឹងវាងាយស្រួលសម្រាប់បងប្អូនដែលចង់ download ឬក៏ save photo image ផ្សេងៗម្ដងបានមក profile ចឹងបងប្អូនគ្រាន់តែរងចាំវាបន្តិចចឹងវានឹង search រករូបភាពដែលបងប្អូនចង់ downloadចឹងបន្ទាប់ពីបងប្អូនឃើញវាបែបនេះបានន័យថារូបភាពដែលបងប្អូនត្រូវ download គឺ57រូបភាពនេះចឹងបងប្អូនអាចคลิกត្រង់កន្លែងសញ្ញាព្រួយ download នេះក៏បានคลิกកន្លែងនេះក៏បានចឹងជិះคลิกសញ្ញាព្រួយនឹងមកចឹងពេលវាដើរចប់បងប្អូនអាចចូលទៅមើលនៅក្នុងកុំព្យូទ័រយើងបានចូលក្នុងចឹងរូបភាពដែលបងប្អូន download មិញគឺវាបានរួចរាល់ហើយចឹងមិនថា account Instagram ឬក៏ website ផ្សេងៗបងប្អូនគ្រាន់តែបើក account គេមកបន្តមកទៀតបងប្អូនគ្រាន់តែ copy link យកមក paste នៅក្នុងកន្លែង URL image ឬក៏បងប្អូនអាច download វីដេអូបាននៅក្នុងម្ដងបានមក profile អញ្ចឹងវិធីសាស្ត្រមួយនេះគឺសង្ឃឹមថានឹងមានប្រយោជន៍សម្រាប់បងប្អូនដែលគាត់ខាង MMO ឬក៏បងប្អូនដែលទើបតែចាប់ផ្ដើមរៀនកុំព្យូទ័រថ្មីថ្មោងបងប្អូនអាចមើលវីដេអូនេះបានសូមអរគុណ